ម៉ាលីណាមានសិទ្ធិគ្រប់គ្រងកូនពីរនឹងនៅក្នុងដីកាសម្រាប់បោះស្លាបតចំណុច2.2ដីកាសម្រាប់នឹងវាមានច្រើនចំណុចមហាជនទន្ទឹងចង់ឃើញគូទំនាស់រវាងលោកដួងឆាយនិងអ្នកនាងឌិតម៉ារីណាត្រូវបានបញ្ចប់ឆាប់ៗព្រោះអាណិតដល់ក្មេងមិនដឹងអីជាការពិតណាស់គូទំនាស់រវាងលោកដួងឆាយនិងអ្នកនាងឌិតម៉ារីណាដែលជាអតីតស្វាមីនិងភរិយានឹងគ្នាវាមានរយៈពេលវែងមកហើយក្នុងនោះមហាជនជាច្រើនច្បាស់ណាស់ប្រកាសជាដឹងថាមកពីទំនាស់មិនដាច់ស្រេចព្រោះតែសិទ្ធយកកូនមកចិញ្ចឹមម្នាក់ទទួលចង់បានរៀងខ្លួនទោះបីជាមានសេចក្តីសម្រេចពីតុលាការក៏ដោយម៉ាលីណាមានសិទ្ធិគ្រប់គ្រងកូនពីរនឹងនៅក្នុងដីកាសម្រាប់បោះស្លាបតចំណុច2.2ដីកាសម្រាប់នឹងវាមានច្រើនចំណុចណាប៉ុន្តែចំណុចផ្សេងទៀតគឺជាចំណុចសម្រាប់គ្រប់គ្រងគឺចំណុច2.2នឹងពេលបានហើយអ្នកណាមានអំណាចនៅណាជាប៉ុណ្្នឹងឯងសំខាន់2.2ហ្នឹងគេក្នុងសាលដីកាសាលាតនគេឲ្យដេតម៉ាលីណាដែលជាម្ដាយនេះមានសិទ្ធិអំណាចនៃបាលើកូនពីរនាក់បានមិនចាតែយើងចង់មកនេះចង់មកដើម្បីយកកូនប៉ុន្តែឥឡូវជួបតើតិននឹងរឿងនេះដែលមហាជនជាច្រើនបានសម្ដែងសេចក្តីអាណិតចំពោះក្មេងទៅវិញនោះទេច្បាស់ណាស់ព្រោះរឿងទំនាស់នេះចេះតែបន្តរយៈពេលយូរទៅកាន់តែយូរទៅដែលបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍កូនរបស់ពួកគេទាំងពីរនាក់ដោយថ្មីនេះតាមរយៈការបង្ហោះវីដេអូរបស់អ្នកនាងឌិតម៉ារីណាទំនាស់នេះទំនងជានៅតែបន្តរយៈពេលយូរបន្តទៀតមិនទាន់មានភាពស្រស់ស្រួលគ្នានៅឡើយនោះទេតាមរយៈការបង្ហោះវីដេអូនេះដែរមហាជនជាច្រើនបានសម្ដែងការព្រួយបារម្ភពីសតិអារម្មណ៍របស់កូនអ្នកទាំងពីរដែលជាប្រធានបទក្តៅក្នុងទំនាស់នេះថាអាចនឹងធ្វើឲ្យពួកគេពិបាកចិត្តព្រោះវ័យនេះជាវ័យដែលទទួលបានភាពកក់ក្តៅពីឪពុកម្ដាយបែរជាជួបរឿងបែបនេះទៅវិញ